បងខ្ញុំធ្លាប់សួរបងកាលពីប្រហែលឆ្នាំមុនបងថាការញ៉ាំប៊ីចេងវាអត់ល្អទេក៏ប៉ុន្តែអ្នកខ្លះបែរជាថាញ៉ាំប៊ីចេងនឹងល្អទៅវិញបងការញ៉ាំប៊ីចេងមានផលប៉ះពាល់លើសុខភាពខ្លាំងប៉ះទី1លើតម្រងនោមទី2លើសាច់ដុំនិងប្រព័ន្ធប្រសាទចា៎ហើយប៊ីចេងហ្នឹងវាគឺជាអំបិល monosodium glutamate ដែលគេចម្រាញ់ចេញអំពីបន្លែធម្មជាតិហើយនិងសាច់ឆ្អឹងធម្មជាតិប៉ុន្តែនៅពេលដែលគេចម្រាញ់បានហើយគេដាក់ឈ្មោះវាច្រើនណាស់អ្នកខ្លះដាក់ឈ្មោះថាប៊ីចេងអ្នកខ្លះដាក់ថាម្សៅស៊ុបអ្នកខ្លះដាក់ថា natural flavors អ្នកខ្លះដាក់ថា protein នេះ protein នោះបើគិតទៅពីឈ្មោះរបស់វាក្រៅពីប៊ីចេងនិងម្សៅស៊ុប 2-3 មុខដែលយើងធ្លាប់ស្គាល់នៅលើទីផ្សារហ្នឹងវាមានជាង30មុខហើយសួរថៃបានចាំបាច់បំលែងឈ្មោះវាអញ្ចឹងព្រោះរូបមន្តគីមីវាហ្នឹងគឺ monosodium glutamate អញ្ចឹងហ៊ានតែដាក់អ្នកដែលចេះដឹងគឺគេអត់ហ៊ានញ៉ាំទេគេដឹងថាអានឹងជាស្អីគេវាធ្វើអីគេផលិតចេញពីអីគឺគេអត់ហ៊ានញ៉ាំទេអញ្ចឹងឯងបានពួកអ្នកផលិតចំណីអាហារហ្នឹងគាត់កែឈ្មោះហ្នឹងទៅជាឈ្មោះផ្សេងជាច្រើនណាសូម្បីតែគ្រាន់តែគេកែពីប៊ីចេងមកម្សៅស៊ុបហ្នឹងអ្នកអត់ហ៊ានញ៉ាំប៊ីចេងហ្នឹងគ្រាន់តែញ៉ាំម្សៅស៊ុបបាត់អីហ្នឹងអញ្ចឹងការកែហ្នឹងនៅតែកែរហូតដល់ឥឡូវហ្នឹងមានឈ្មោះរបស់វាជាង30មុខខ្ញុំទិញអត់ចាំទេពីព្រោះពាក្យចម្លែកឲ្យតែឃើញចម្លែកឆែកទៅអាហ្នឹង monosodium glutamate គឺប៊ីចេងហ្មងចុះបងថាវាប៉ះពាល់ដល់សុខភាពអញ្ចឹងខ្ញុំក៏ធ្លាប់បានឮបងនិយាយកាលពីលើកមុនដែរថាមនុស្សយើងត្រូវការប៊ីចេងដែរវាត្រូវការយ៉ាងម៉េចទៅបងចាតាមធម្មតាគឺប៊ីចេងហ្នឹងវាមានបង្កប់នៅក្នុងសាច់មិនថាសាច់មនុស្សសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាសត្វល្អិតគឺមានប៊ីចេងគ្រប់នៅក្នុងនឹងបង្កប់មកចប់អូខេមានច្រើនជាងគេក្នុងសាច់ក្រហមនៅក្នុងគ្រឿងក្នុងដូចជាខួរក្បាលហើយមាននៅក្នុងបន្លែចឹងឯងបានមានពេលខ្លះញ៉ាំគ្រឿងក្នុងច្រើនពេកវាប៉ះពាល់ញ៉ាំសាច់ច្រើនពេកវាប៉ះពាល់តម្រងនោមជាដើមប៉ះពាល់សន្លាក់ប៉ះពាល់សាច់ដុំអីនោះចឹងបានគេឲ្យយើងញ៉ាំច្រើនពីព្រោះវាមានប៊ីចេងច្រើនហើយចឹងនៅពេលដែលយើងមានប៊ីចេងច្រើនហើយយើងទៅយកអាប៊ីចេងដែលគេរងាស់ទុកដែលគេថែរក្សាទុកគេវិចខ្ចប់ទុកយកទៅដាក់បន្ថែមលើអាច្រើននឹងទៀតអញ្ចឹងអាច្រើនវាឈឺហើយទៅថែមអាគេវិចខ្ចប់ថែមពីលើហ្នឹងយកទៅដាក់ពីលើទៀតអញ្ចឹងវាកាន់តែច្រើនវាកាន់តែឈឺរកមុខមិនឃើញទេមិនដឹងថាខ្លួនឈឺអីឲ្យពិតប្រាកដចាវាប៉ះតម្រងនោមប៉ះខួរក្បាលហ្នឹងប៉ះយ៉ាងម៉េចចាវាប៉ះតម្រងនោមហ្នឹងគឺខ្លួនវាហ្នឹងយើងស្ដាប់មើលទៅ monosodium glutamate អញ្ចឹងអា sodium ហ្នឹងគឺជាអំបិលដែលអំបិលហ្នឹងកាលណាច្រើនពេកវាធ្វើយើងលើសឈាមវាធ្វើយើងខូចតម្រងនោមអញ្ចឹងអាហ្នឹងជាអំបិលសម្លក៏មាន sodium ហើយអំបិលនៅក្នុងប៊ីចេងដែលជា monosodium glutamate ហ្នឹងក៏ជាអំបិល sodium ដែរអញ្ចឹងវាឡើងអា sodium ហ្នឹងច្រើនវាប៉ះទៅលើតម្រងនោមវាប៉ះទៅលើសម្ពាធឈាមខ្លាំងអញ្ចឹងអ្នកខ្លះហ្នឹងឲ្យតែញ៉ាំភ្លាមគឺឡើងឈាមភ្លាមហើយអ្នកខ្លះឡើងជាប្រចាំហើយឲ្យតែញ៉ាំច្រើនមុខគឺដោយប៊ីចេងច្រើនគឺឡើងឈាមខ្លាំងហ្មងយប់ហ្នឹងទប់អត់ជាប់ហ្មងចាអញ្ចឹងអាហ្នឹងប៉ះទៅលើតម្រងនោមប៉ុន្តែសួរថាប៉ះទៅលើសរសៃប្រសាទនិងសាច់ដុំមិនអញ្ចឹងយើងមើលវាមានglutamate ហ្នឹងគឺជាចំណុចដំណរវាងសរសៃប្រសាទដែលបញ្ជាទៅលើសាច់ដុំឲ្យធ្វើចលនាអញ្ចឹងសាច់ដុំណាក៏ធ្វើចលនាដែរហើយដើម្បីធ្វើចលនាបានគឺមានប្រព័ន្ធប្រសាទមកហើយគឺខួរក្បាលហើយនឹងប្រព័ន្ធប្រសាទហ្នឹងបញ្ជាសាច់ដុំទៅអញ្ចឹងវារលាកនៅអាកន្លែងដំណហ្នឹងនៅពេលដែលមានរបស់វាធម្មជាតិហើយយើងទៅញ៉ាំច្រើនពេកបើយើងញ៉ាំតែនៅក្នុងធម្មជាតិគឺយើងគ្រប់ចំនួនយកទៅជួសជុលវាអាកន្លែងដំណហ្នឹងគឺយើងត្រូវជួសជុលវាដូចយើងថាយកគ្រឿងសំណង់ទៅជួសជុលសំណង់អញ្ចឹងណាដូចគ្រឿងបន្លាស់ឡានអីចឹងណាតែនៅពេលដែលវាច្រើនពេកវាធ្វើឲ្យកន្លែងហ្នឹងរលាកអញ្ចឹងពេលដែលកន្លែងហ្នឹងរលាកគឺវាឈឺឲ្យតែរលាកគឺឈឺហើយមួយទៀតវាមិនទាន់ឈឺតែវាស្ទក់ហ្មងស្ទក់ឡើងអស់ខ្លួនមិនរួចយួរខ្លួនមិនរួចហ្មងណាបាទចាអញ្ចឹងអាខួរក្បាលហ្នឹងវាលែងឆ្លាតហ្មងណាវាឈប់រវិសរវៃហ្មងណាចាអញ្ចឹងអានឹងផលប៉ះពាល់របស់វាអញ្ចឹងបានអ្នកខ្លះពេលញ៉ាំហើយគឺគាត់ទុនដៃទុនជើងគាត់រួយករួយស្មាហើយជើងដៃគាត់ហ្នឹងឧបមាថាគាត់បំរុងទៅហាត់ប្រាណញ៉ាំប៊ីចេងហើយគឺហាត់អត់កើតទេគឺនៅអង្គុយស្អៀកតែម្ដងចាហ្នឹងគឺផលប៉ះពាល់បែបហ្នឹងហើយរាល់ថ្ងៃហ្នឹងមានច្រើនអញ្ចឹងគឺមនុស្សថតទៅអង្គុយស្អៀកហ្នឹងក៏អាចមកពីប៊ីចេងមួយចំនួនដែរជាពិសេសអ្នកដែលញ៉ាំច្រើនហើយលើសទម្ងន់អញ្ចឹងញ៉ាំច្រើនលើសទម្ងន់មានន័យថាឲ្យតែញ៉ាំច្រើនញ៉ាំស្អីក៏មានប៊ីចេងនៅក្នុងហ្នឹងដែរទោះបីជាយកសាច់មាន់មកមិនដាក់ប៊ីចេងមកគ្រាប់យកមកដល់គ្រាន់តែស្ងោរឲ្យជ្រលក់អំបិលហ្នឹងគឺមានប៊ីចេងនៅក្នុងហ្នឹងបាត់ហើយអញ្ចឹងពេលដែលយើងឲ្យញ៉ាំស្អីច្រើនហ្នឹងគឺប៊ីចេងវាកាន់តែច្រើនអាធម្មជាតិវាមានច្រើនហើយ
បន្ថែមរសជាតិហ្នឹងក៏វាច្រើនទៀតអញ្ចឹងអាក្នុងម្ហូបហ្នឹងក៏មានក្នុងអាទឹកជ្រលក់ហ្នឹងក៏មានហើយអាបន្លែស្រស់ធម្មជាតិមិនទាំងបានដាក់អីសោះហ្នឹងក៏វាមានទៀតអញ្ចឹងរបស់អីក៏ដោយល្អប៉ុណ្ណាក៏ដោយតែច្រើនពេកគឺវារលាកឆេះដូចសាំងច្រើនពេកទុកចោលអារត់អារាយទៅពីទៅពីអញ្ចឹងចាចុះសម្រាប់អ្នកដែលគាត់ធ្លាប់ញ៉ាំប៊ីចេងហ្នឹងគាត់កាលណាអត់ដាក់ប៊ីចេងក្នុងម្ហូបគាត់ទេគាត់ថាអត់ឆ្ងាញ់ហ្មងវិធីដែលល្អតែមួយគត់ដែលយើងចាប់ផ្ដើមគឺយើងបដូរផ្នត់គំនិតថាយើងចង់បានសុខភាពល្អឬមួយក៏យើងបណ្ដោយខ្លួនយើងឲ្យមានជំងឺគ្រប់កន្លែងគ្រប់ប្រព័ន្ធអញ្ចឹងទី1ឲ្យតែយើងគិតថាយើងចង់ឈប់ដូចអ្នកផ្ដាច់បារីអញ្ចឹងគឺផ្នត់គំនិតរបស់គាត់ហ្នឹងផ្ដាច់បារីបានគាត់ផ្ដាច់បានហើយអញ្ចឹងធ្វើម៉េចបានផ្ដាច់បាននៅពេលដែលមានផ្នត់គំនិតហើយថាផ្ដាច់ហើយអញ្ចឹងចាំខ្ញុំប្រាប់ឧទាហរណ៍ថាឥឡូវខ្ញុំចង់ស្ងោរឲ្យឆ្ងាញ់អញ្ចឹងស្ងោរឲ្យឆ្ងាញ់ហ្នឹងនៅក្នុងស្ងោរហ្នឹងមានអីគេមានឆ្អឹងគោមានសាច់គោមានបន្លែដាក់តែអំបិលគឺផលិតប៊ីចេងនៅក្នុងឆ្នាំងមួយឆ្នាំងហ្នឹងតាមរបៀបធម្មជាតិរបស់យើងចេញពីវត្ថុធាតុដើមធម្មជាតិដែលមានល្មមដោយគ្មានរសជាតិបន្ថែមដោយមិនយកអាគីមីបន្ថែមរសជាតិហ្នឹងទៅដាក់បញ្ចូលក្នុងឆ្នាំងហ្នឹងទេអញ្ចឹងនៅពេលដែលយើងស្ងោរវាគឺយើងរងាស់វាយូរបន្តិចទៅប៊ីចេងហ្នឹងវាចេញពីបន្លែមកឧទាហរណ៍ថាយើងកាប់ខ្ទឹមបារាំងឲ្យតូចណាហើយយើងដាក់ឆៃថាវយើងដាក់ផ្សិតហើយយើងដាក់សាច់គោអូខេយើងដាក់ឆ្អឹងគោចូលទៅយើងរងាស់តាំងពីព្រឹកដល់ថ្ងៃទៅមានពេលខ្លះមិនបាច់រងាស់វាយូរឯគ្រាន់តែរងាស់ហើយយើងបិទភ្លើងទៅវាត្រជាក់ចាំបើកវាម្ដងទៀតអញ្ចឹងតែ2 3ដងទៅអាប៊ីចេងនេះវាចេញមកល្មមហើយប៉ុណ្ណឹងល្មមហ្មងអត់មានចាំបាច់ថែមទេគឺធម្មជាតិសុទ្ធសាធហើយបើយើងស្ងោរលឿនពេកថាវាអត់ទាន់ចេញអញ្ចឹងវាអត់ឆ្ងាញ់មែនហើយអញ្ចឹងបើសិនជាយើងធ្វើសម្លគេហៅថាឥឡូវចង់ស្លម្ជូរយួនឬក៏ស្លម្ជូរគ្រឿងអញ្ចឹងនៅក្នុងទឹកហ្នឹងគឺយើងរងាស់ជាមួយអំបិលហ្នឹងយើងដាក់ម្ដេងម្ដុំទៅយើងដាក់ខ្ទឹមបារាំងមួយចំហៀងឬក៏មួយដុំហើយយើងកាប់វាឲ្យទូចចាយើងស្ងោរវាទុកទៅចាំដល់ពេលយើងត្រូវការស្លយើងដាំវាម្ដងទៀតហើយយើងស្ងោរទៅប៉ុណ្ណឹងគឺបានវាចេញល្មមតែអត់ចាំបាច់ប្រើទេហើយបើសិនជាយើងដាក់ប្រហុកអាប្រហុកដែលកាច់យូរហ្នឹងតាមបន្តិចក៏វាមានប៊ីចេងដែរតែខ្ញុំមិនមែនថាត្រូវតែដាក់ប្រហុកទេអ្នកខ្លះក៏ដាក់ទឹកត្រីនៅក្នុងទឹកត្រីមានប៊ីចេងដែរអញ្ចឹងប្រហុកក៏មានទឹកត្រីក៏មានសាច់ធម្មជាតិគ្រប់យ៉ាងក៏មានបើសិនជាយើងហ៊ានតែដាក់អាប៊ីចេងបន្ថែមរសជាតិហ្នឹងគឺឈឺភ្លាមអញ្ចឹងណាឈឺដៃឈឺជើងបាទឈឺគ្រប់កន្លែងហើយខ្ជិលហើយស្ទុះណាហើយបើខួរក្បាលវិញលែងឆ្លាតដូចមុនឬក៏វាឆាប់ភ្លេចចាអញ្ចឹងនៅពេលដែលយើងស្ងោរអញ្ចឹងគឺប៊ីចេងហ្នឹងវាចេញមកហើយណាមានពេលខ្លះយើងស្ងោរឆ្អឹងជំនីគោជាមួយនឹងតឡាចទុំឬក៏តឡាចខ្ចីហ្នឹងហើយល្ងាចចាំយើងឲ្យកូនយើងញ៉ាំយើងស្ងោរពីព្រឹកទុកណាយើងស្ងោរឲ្យបិទភ្លើងហើយយើងស្ងោរទៀតហើយយើងបិទភ្លើងដាក់តែអំបិលហ្នឹងវាបានប៊ីចេងល្មមដោយមិនចាំបាច់យកប៊ីចេងបន្ថែមរសជាតិគីមីបន្ថែមរសជាតិនៅក្នុងកញ្ចប់នៅក្នុងក្រឡហ្នឹងយកមកដាក់បន្ថែមទេចា៎អញ្ចឹងសរុបមកវិញបើមិនបដូរផ្នត់គំនិតទេគឺយើងមិនអាចបដូររសជាតិរបស់ខ្លួនបានទេដូចអ្នកជក់បារីមិនអាចឈប់ជក់បារីបានចុះបងជាធម្មតាមនុស្សយើងត្រូវការប៊ីចេងប៉ុណ្ណាទៅព្រោះបើទោះបីជាយើងមិនបន្ថែមប៊ីចេងពីខាងក្រៅក៏គាត់នៅតែទទួលបានប៊ីចេងពីអាហាររបស់គាត់ដែរនោះចាអញ្ចឹងបើសិនជាយើងយកពីសាច់នៅក្នុងមួយថ្ងៃវល់ល្ងាចហ្នឹងគឺត្រូវការសាច់ម្ដុំប៉ិនកដៃបើមៀតរបស់ខ្ញុំប៉ុណ្ណឹងគឺកដៃខ្ញុំមៀតរបស់អ្នកណាធំកដៃគេធំអញ្ចឹងសាច់គេធំជាងអញ្ចឹងអាហ្នឹងតិចបំផុតត្រូវតែបានប៉ុណ្ណឹងហើយបើចង់ច្រើនជាងហ្នឹងកុំឲ្យច្រើនជាងកណ្ដាប់ដៃពីររបស់ខ្លួននឹងចេញអំពីសាច់និងត្រីមានសាច់មានត្រីមានពងមាន់ពងទាហ្នឹងបូកចូលគ្នាឲ្យបានប៉ុណ្ណឹងច្រើនបំផុតឬក៏ប៉ុណ្ណេះតិចបំផុតហ្នឹងមួយថ្ងៃវល់ល្ងាចអញ្ចឹងអាហ្នឹងប៊ីចេងដែលចេញពីសាច់ប៊ីចេងចេញពីបន្លែអាចថាមួយថ្ងៃញ៉ាំ3ពេលក្នុងមួយពេល2ខាំទៅ2ខាំកន្លះបន្លែហើយថៃបានខ្ញុំនិយាយថាខាំបើសិនជាយើងញ៉ាំខាត់ណាវាធ្ងន់អញ្ចឹងវាធ្ងន់ហ្នឹងវាមានប៊ីចេងច្រើនជាងអញ្ចឹងវាតិចជាងអញ្ចឹងធ្វើម៉េច2ខាំតើលើស2ខាំវាច្រើនពេកហើយអាហារសរសៃហ្នឹងក៏ត្រូវការប៉ុណ្ណឹងប៊ីចេងនៅក្នុងហ្នឹងក៏ត្រូវការប៉ុណ្ណឹងហើយឧបមាថាជាតិដែកយើងញ៉ាំបន្លែបៃតងសម្បូរជាតិដែកសម្បូរវីតាមីន B9 អីចឹងតើលើសពីហ្នឹងគឺច្រើនពេកច្រើនដូចគ្នារលួយពេលដែលរលួយទៅវាមិនមែនលើសវីតាមីនទេតែវាលើសអាបន្លែរលួយដូចយើងយកបន្លែមួយទៅទុកចោលក្នុងធុងសម្រាមអញ្ចឹងវារលួយទៅក៏យើងឈឺពោះដែរអញ្ចឹង2ខាំទៅ2ខាំកន្លះក្នុងមួយពេលមួយថ្ងៃអាចបាន3ពេល
ចឹងអាហ្នឹងគឺចំនួនប៉ុណ្ណឹងគឺគ្រប់ហើយប៊ីចេងហ្នឹងគឺគ្រប់ចំនួននៅក្នុងសាច់នៅក្នុងបន្លែហ្នឹងគ្រប់ហើយចាចំណុចមួយដែលយើងគួរធ្វើដើម្បីកុំឲ្យយើងឈឺតម្រងនោមឬក៏ឈឺសន្លាក់ដៃសន្លាក់ជើងឬក៏ប្រព័ន្ធប្រសាទហ្នឹងគឺយើងទៅមើលការធ្វើម្ហូបបើសិនជាយើងបង់ស្ករ1ស្លាបព្រាបង់ប៊ីចេងម្សៅស៊ុប1ស្លាបព្រាគឺយើងត្រូវដាក់អំបិលអាច2ស្លាបព្រាសម្លមួយឆ្នាំងហ្នឹងបានយើងដឹងថាប្រៃល្មមតែបើសិនជាយើងមិនដាក់ស្ករសោះយើងមិនដាក់ប៊ីចេងសោះយើងផលិតតែស្ករនិងប៊ីចេងធម្មជាតិដូចថានៅក្នុងខ្ទឹមបារាំងហ្នឹងស្ករក៏មានប៊ីចេងក៏មានអញ្ចឹងពេលហ្នឹងយើងអត់ចាំបាច់ដាក់អំបិលដល់ទៅ2ស្លាបព្រាទេអញ្ចឹងយើងដាក់តែ1/4ស្លាបព្រាគឺយើងប្រៃល្មមទាំងទឹកទាំងកាក់ហ្នឹងគឺល្មមអញ្ចឹងអាហ្នឹងគឺកាត់បន្ថយអំបិលចាំហ៎បើយើងចង់កាត់បន្ថយអំបិលតែយើងកាត់មិនខ្លះតោះតែកាត់អាប៊ីចេងនិងអាស្ករហ្នឹងបានយើងអាចកាត់អំបិលហ្នឹងបានតែមិនអញ្ចឹងស្ករក៏ច្រើនអំបិលក៏ច្រើនប៊ីចេងក៏ច្រើនវានឹងខូចតម្រងនោមយ៉ាងហើយបំផុតក៏តម្រងនោមហ្នឹងខូចមុនអាយុចាស់មុនអាយុហើយមិនមែនដូចឡានទេណាឡានមានលុយដូរបានមុនអាយុណាតែតម្រងនោមទោះជាមានលុយក៏ដូរអត់បានដែរអញ្ចឹងតើយើងគិតពីតម្រងនោមហ្នឹងគិតថាវាជារបស់មួយកម្រដែលអាចដូរបានតែពេលខ្លះអត់លុយហើយពេលខ្លះមានលុយដែរតែដូរអត់បានហ្នឹងហើយអញ្ចឹងយើងត្រូវប្រយ័ត្នអាប៊ីចេងនិងស្ករនោះបើសិនជាមានទាំងអំបិលទាំងប៊ីចេងទាំងស្ករហ្នឹងគឺដឹងថាតម្រងនោមខូចមុនអាយុអីអញ្ចឹងឯងបានមនុស្សម្នាក់ដើរតាមខ្នល់ហ្នឹងមនុស្សម្នាក់ក្នុងចំណោម10នាក់គឺខូចតម្រងនោមឥឡូវហ្នឹងចាដោយសារការញ៉ាំទី1ញ៉ាំច្រើនទី2អាគ្រឿងបន្ថែមហ្នឹងវាច្រើនពេកអំបិលស្ករប៊ីចេង